ទីមួយគឺជោគជ័យធំកើតចេញពីជោគជ័យតូចៗច្រើនប្រគំគ្នាវាជាមេរៀនសម្រាប់ជីវិតរបស់បងប្អូននៅក្នុងការសិក្សាវាជាមេរៀនរបស់បងប្អូននៅក្នុងគ្រប់ការងារសូម្បីតែខ្ញុំជានាយករដ្ឋមន្ត្រីភាពជោគជ័យរបស់រដ្ឋាភិបាលគឺវាអាស្រ័យទៅលើអាសេវាមួយតូចៗវាជោគជ័យវិស័យមួយតូចៗវាជោគជ័យបើយើងនិយាយថារាជរដ្ឋាភិបាលជោគជ័យយើងនិយាយស្អីវិស័យសេដ្ឋកិច្ចហើយក្នុងវិស័យសេដ្ឋកិច្ចនឹងជោគជ័យស្អីខ្លះវិស័យទេសចរជោគជ័យស្អីខ្លះដែលមិនទាន់ជោគជ័យត្រូវរកវិធីដើម្បីដោះស្រាយបញ្ហាហើយក្នុងវិស័យមួយមានអាទូចទៀតអញ្ចឹងការយកចិត្តទុកដាក់ដែលយើងថាប្រើពាក្យគិតឲ្យទូលំទូលាយដល់ពេលអនុវត្តផ្ដោតទៅលើការងារតូចthink big act small ដល់ពាក្យខ្ញុំបង្កើតតែអានេះគឺជាទស្សនវិស័យនិងរបៀបខ្ញុំធ្វើការអ្នកធ្វើការជាមួយខ្ញុំល្អិតកាន់តែធំកាន់តែល្អិតកាលខ្ញុំនៅមេតបជើងគូខ្ញុំនិយាយមួយចំនួនវាអត់និយាយខុសនិយាយត្រូវអត់បញ្ហាតែបើនាយករដ្ឋមន្ត្រីនិយាយខុសមួយម៉ាត់ខ្លាយទៅជាបទបញ្ជាអនុវត្តខុសអញ្ចឹងជំនួយការខ្ញុំឬមួយក្រុមទីប្រឹក្សាខ្ញុំដែលត្រៀមសន្ទរកថាឲ្យខ្ញុំត្រូវប្រកាសឲ្យច្បាស់កុំឲ្យខ្ញុំអានអីមួយខុសអញ្ចឹងគឺថាការងារតូចវានាំឲ្យជោគជ័យឲ្យច្បាស់ឲ្យប្រកាសបងប្អូនម្នាក់ទៅធ្វើការដូចគ្នាយកចិត្តទុកដាក់ទៅលើទេបើសិនជាខ្ញុំមានជំនួយការដែលមានការងារស្លាត់ឲ្យខ្ញុំទុកចិត្តអ្នកដឹងខ្ញុំអត់ហត់បើសិនជាខ្ញុំត្រូវតែអង្គុយល្អិតខ្លួនឯងជំនួយការខ្ញុំតែសរសេរឯកសារសរសេរឲ្យខ្ញុំលែងទុកចិត្តយប់ឡើងទៅមកកែដល់ម៉ោង2ខ្លួនឯងខ្ញុំទៅធ្វើអីអញ្ចឹងដើម្បីការទទួលការជោគជ័យនិងការប្រគល់ការភារកិច្ចជាបន្តបន្ទាប់យើងត្រូវផ្ដោតទៅលើការងារតូចរឿងនេះខ្ញុំនិយាយឲ្យនិយាយព្រោះវាជាអ្វីដែលជា guidance គេថាជាប្រតិបបំភ្លឺផ្លូវនៃសកម្មភាពរបស់ខ្ញុំហើយសម្រាប់ខ្ញុំក៏ខ្ញុំឃើញថានេះវាជួយខ្ញុំការងារបានសម្រាប់ការងារច្រើនហើយអ្នកដែលធ្វើការខ្ញុំក៏យកទៅធ្វើក៏បានជោគជ័យព្រោះសម្រាប់ខ្ញុំជាមេហើយខ្ញុំក៏ធ្លាប់ធ្វើការឲ្យគេគុណភាពនិងការយកចិត្តដាក់ទូចនេះគឺជាសំបីតអ្នក draft ពេលខ្លះខ្ញុំឲ្យក្រុមកាន់ page របស់ខ្ញុំ page ផ្លូវការអ្នកខ្លះ draft អត់ត្រូវចេញទៅគឺបញ្ហាតែម្ដងគាត់អត់យល់គាត់ប្រើពាក្យខុសតែមួយម៉ាត់បញ្ហាយើងជាក់ស្ដែងឯវុនខ្ញុំទៅស៊ីប៊ូខ្ញុំចាប់ដៃជាមួយនាយករដ្ឋមន្ត្រីអនុទានជួបនៅកន្លែងរោងចាំទេនិយាយគ្នាធម្មតាដល់ចេញមកឃើញកាសែតថៃវាយអនុទានសួរមិនបានទៅលួចជួបអីប្រេះប្រដាដល់ខ្ញុំមើលទៅអាពេករបស់ខ្ញុំដាក់ជួបពិភាក្សាក្រៅផ្លូវការក្រុមការងារកាន់ពេកខ្ញុំសរសេរច្រឡំគេថា informal meeting អាហ្នឹងស្មើលួចជួបក្រៅផ្លូវការបាត់ខ្ញុំតាកែអត់ទៅទេអាហ្នឹងនេះបានខ្ញុំថាការងារតូចពេលខ្លះបង្កើតបើសិនជាកម្រិតនយោបាយបង្កើតចំនួនឬមួយប្រតិកម្មនយោបាយធំជាពិសេសក្នុងដំណាក់កាលនេះអញ្ចឹងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ហើយយកពីមេរៀនដែលយើងរៀនយើងចប់បញ្ញាបត្រដោយសារយើងខិតខំរៀនតាំងពីថ្ងៃទី1ថ្នាក់ទី1ចប់គ្រប់ថ្នាក់បាត់យើងឡើងបើយើងធ្លាក់មួយថ្នាក់នីមួយយើងក៏មិនបានមកទទួលសញ្ញាបត្រដែរហើយដើម្បីជាប់ថ្នាក់នីមួយតើតែយើងជាប់ទៅលើតេស្តទៅលើគម្រោងមេរៀនឬមួយក៏ homework project មួយចំនួនដែលយើងធ្វើទី2ភាពជោគជ័យប្រើពេលយូរហើយគ្មានពីណាឲ្យយើងទេជឿខ្ញុំគេអាចទីហោសំបីតឪពុកម្ដាយក៏ដោយអាចឲ្យកូនជួយឲ្យកូនចូលធ្វើការឬមួយក៏ឲ្យកូនទទួលការងារទទួល business មួយប៉ុន្តែគ្មានឪពុកម្ដាយទៅអង្គុយដឹកដៃឲ្យយើងធ្វើរាល់ថ្ងៃទេយើងត្រូវធ្វើការងារខ្លួនឯងរយៈពេលវែងដើម្បីទាញនៅគេហៅទំនុកទុកចិត្ត credibility នេះគឺជាឥទ្ធិពលឪពុកម្ដាយអាចឲ្យអំណាចតែអ្នកឯងគ្មានសមត្ថភាពទៅយកអំណាចអ្នកឯងគ្មានឥទ្ធិពលបានន័យថា
ឲ្យធ្វើមេក្រុមហ៊ុនមែនប៉ុន្តែយកទៅចាត់ចែងញ៉ៃញ៉ៃបុគ្គលិកអត់គ្រប់នាំបុគ្គលិកអមញ៉ៃញ៉ៃខាតគ្រប់ហ៊ុនគេឡើងគ្រប់ឪពុកម្ដាយអាចព្រោះគាត់ business របស់គាត់យ៉ាចេញពីសាលា Southeast Asia ទៅឃើញមានបញ្ញាបត្រជាន់ខ្ពស់គេថាអូខេបានបញ្ញាបត្រជាន់ខ្ពស់ចូលទៅប៉ុន្តែការតស៊ូនៅក្នុងនោះវាទៅបោកបន្ទុកឡើងវិញរាល់ភារកិច្ចដែលយើងយកគឺដូចប្រឡងអញ្ចឹងធ្វើមិនល្អបន្ទុកធ្លាក់បោកសរុបចុងក្រោយបានមកជុំភាគឡើងប្រកួតប្រជែងជាមួយអ្នកផ្សេងព្រោះខ្ញុំជាមេខ្ញុំមិនប្រកួតភារកិច្ចឲ្យអ្នកណាដែលឲ្យខ្ញុំហត់ទេអ្នកណាដែលបញ្យល់ទៅឲ្យឆ្វេងធ្វើស្ដាំតាមរហូតបកគលពីជំហានតូចអាតូចធ្វើបានឡើងទៅលើដល់កម្រិតតែមួយធ្វើបើថាបកគលឲ្យធ្វើនៅតែបើថាចេញមកយើងត្រូវអង្គុយបែកយើងឬថាឲ្យសរសេរសន្ទរកថាទីពិតយើងត្រូវអង្គុយសរសេរឡើងវិញដល់មកពីភ្លឺតដែរអត់អញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចហើយទាំងអស់ទំនុកទុកចិត្តនេះគឺត្រូវការសន្សំបន្ទុកបាទមិនអាចឲ្យដំបងល្អទេព្រោះមនុស្សមានខុសគ្នាដែរខ្ញុំគ្រប់គ្រងដឹកនាំអ្នកទាំងមាន PhD ទាំងពីក្រៅពីក្រៅប្រទេសអ្នកខ្លះឡើងពីល្មមឡើងទៅខ្លាំងប្រហែលជា 10% អ្នកខ្លះគឺចាប់ផ្ដើមឡើងខ្លាំងល្អទីមួយដល់ទីបំផុតមួយចំនួនគឺចាប់ផ្ដើមធ្លាក់ទឹកដៃមិនក៏អត់សមត្ថភាពទេប៉ុន្តែការចិត្តចង់នឹងការយកចិត្តទុកដាក់ទៅលើអាការងារមួយតូចៗហ្នឹងយូរគេហៅថាលែងសូវព្រោះធ្វើដដែលអញ្ចឹងគុណភាពវាទៅតាមនេះហើយខ្ញុំជឿថាអ្នកដែលធ្លាប់គ្រប់គ្រងមនុស្សមើល10នាក់មើល5នាក់យើងដឹងហើយខុសគ្នាតោះតែអញ្ចឹងយើងនឹងឲ្យអ្នកណាដែលផ្ចិតផ្ចង់គ្រប់ពេលធ្វើការងារល្អិតល្អន់តូចតាចហើយមានចីរភាពហើយពង្រីកសម្រាប់និស្សិតដែលចប់ពេលដែលយើងចេញទៅប្រឡូកការងារមិនថាយើងធ្វើការឲ្យគេមិនថាយើងគ្រប់គ្រងធានាភាពអំណត់ម៉ារ៉ាតុងមិនរត់100ម៉ែត្រទេអា100ម៉ែត្ររត់លឿនណាស់ទៅដល់ធ្លាក់អណ្ដាតគេរត់ទឹករត់បាន3គីឡូទីបំផុតបូកសរុបទៅអ្នកដល់3គីឡូខ្ពស់ជាងអ្នកឯងវាមិនសំខាន់អ្នកឯងរត់លឿនដំបូងសំខាន់រត់យូរពីណាទៅដល់ទីពុតរត់ដល់100ម៉ែត្រពុតអានឹងពីណាគេមិនប្រាប់ខ្ញុំថាគេរត់ម៉ារ៉ាតុង40គីឡូហ្នឹងរត់តែកន្លះម៉ោងណាសូចុះសូឡានក៏អត់ភូតក៏រត់តែកន្លះម៉ោងនៅសល់5ម៉ោងទៀតគាត់ដើររហូតពួកគាត់ចេញទៅប៉ាគាត់លឿនជាងគេអូខ្លាំងណាស់ដល់ទីបំផុតកន្លះម៉ោងធ្លាក់អណ្ដាតដើររហូត5ម៉ោងរត់ម៉ារ៉ាតុងយឺតប៉ុន្តែវាថេរហើយជួនកាលចិត្តដល់ទីកាន់តែលឿនទៅទៀតពួកយើងសន្សំហើយសំខាន់ឲ្យមានចីរភាពទឹកដៃហើយបង្កើតកុំរត់ម៉ារ៉ាតុងកន្លះម៉ោងឲ្យដើរ5ម៉ោងកន្លះសុខចិត្តរត់ត្រែកទៅបាន4ម៉ោងក៏បានដែរយើងចប់4ម៉ោងតែរត់ត្រែក